ពីមុនខ្ញុំធ្លាប់តែចូលរួមកម្មវិធីដែលពាក់ព័ន្ធជាមួយនឹងប្រធានបទពិការភាពហើយភាគច្រើនជួបតែជាមួយជនដែលមានពិការភាពដូចគ្នាអញ្ចឹងមកចូលរួមជាមួយនឹងគ្នាយើងនេះគឺថ្មីប្លែកសម្រាប់ខ្ញុំគឺជាមួយនឹងយុវជនទោះបីយើងមកតែឯងនៅក្នុងទីក្រុងហើយយើងមកពីកន្លែងដែលសហគមន៍ដែលនៅឆ្ងាយប៉ុន្តែយើងមកដល់កន្លែងមនុស្សច្រើនគឺយើងអត់មានអារម្មណ៍ថាយើងឯកោទៅយើងមានអារម្មណ៍ថាកក់ក្ដៅហើយទទួលបានការគោរពការស្រឡាញ់រំភើបដែលពួកគាត់ជឿរើសយកប្រតិបត្តិខ្ញុំតែជាវិធីដើម្បីទៅដោះស្រាយហើយរំភើបកាន់តែរំភើបជាងនឹងទៀតនោះគឺខ្ញុំអាចចែករំលែកពីរឿងខ្ញុំតហើយរឿងតាក់ទងជាមួយតាក់ទង LGBT សូជីទៅកាន់អ្នកទាំងអស់គ្នាពេលមុនខ្ញុំចូលកម្មវិធីហ្នឹងខ្ញុំមានគេហៅតតមួយគិតនៅក្នុងស្រាប់ហើយខ្ញុំចង់ជួយមែនទែនទៅលើបងប្អូនដែលជនមានពិការភាពចាខ្ញុំបាន choose topic ជំនួយជនដែលមានពិការភាពដោយសារតែខ្ញុំមានការពេញចិត្តនឹងការចង់ដឹងពីជនដែលមានពិការភាពជាយូរហើយណាមួយតាម experience របស់ខ្ញុំបទពិសោធន៍របស់ខ្ញុំក៏បានធ្វើការជាមួយតាក់ទងទៅនឹងជនដែលមានពិការភាពដែរខ្ញុំគិតថាជំនាញទាំងអស់ហ្នឹងនៅសាលាគឺអត់មានបរិញ្ញាទេហើយដល់ពេលខ្ញុំមក change maker ទៅខ្ញុំបានរៀនទាំងអស់ហ្នឹងខ្ញុំពិតជាសប្បាយចិត្តមែនតើចំពោះថ្ងៃទី1ខ្ញុំអាច download 10បងសួស្តីអ្នកនរគ្នាសម្រាប់ថ្ងៃទី2ថ្ងៃទី3នៃសិស្សហាកាតនរបស់យើងឃើញគាត់ណាសកម្មឃើញគាត់ណាចង់ដឹងពីបញ្ហាគាត់ចាប់ដើមជីកឬគល់សួរតាក់ទងមួយបញ្ហាអីគេខ្លះហើយគាត់បង្កើតដូចជាគំនិតថ្មីផងគាត់ណានិយាយទៅតសើក្មេងៗហ្នឹងដែរគាត់មានគំនិតថ្មីហ្នឹងហ្មងគាត់បានចូលរួមហ្នឹងគឺគាត់មាន passion ហើយមាន energy ខ្លាំងមែនតើហើយគាត់ពិតជាមានចំណាប់អារម្មណ៍ហើយការស្រឡាញ់ learn ណាគឺគាត់ចង់រៀនសូត្រហើយគាត់សួរសំណួរច្រើនអញ្ចឹងទៅស្រាប់ក្នុងនាមយើងជា mentor ម្នាក់ដើម្បីជួយ guide ជួយឲ្យក្មេងៗគឺមើលឃើញថាគឺសប្បាយចិត្តហើយមានមោទនភាពដោយសារតែពេលខ្ញុំចូលដំបូងហ្នឹងងាកទៅណាក៏អត់ស្គាល់គេដែរហើយប៉ុន្តែត្រឹមតមកផ្លែត1ម៉ោង2ម៉ោងដំបូងហ្នឹងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអូខេកន្លែងនេះជាកន្លែងរបស់ខ្ញុំហើយខ្ញុំអាចបញ្ចេញអីដែលជាខ្លួនឯងខ្ញុំអាចនិយាយអីដែលខ្ញុំគិតប៉ុន្តែគាត់ប៉ះពាល់ដល់អ្នកដទៃដែរហើយអ្វីដែលបានរៀនច្រើនហ្នឹងគឺថាគឺការងារធ្វើជាក្រុម Here forward for the better who we are the change maker for better ចំណុចបញ្ហាដែលយើងលើកយកមកដើម្បីផ្លាស់ប្ដូរដើម្បី for better សម្រាប់ពួកគាត់គឺចំពោះសហគមន៍បងប្អូនជនដែលមានពិការភាពបងទៅលើចំណុចបញ្ហាការចូលរួមនៅក្នុងសហគមន៍បងពួកយើងអាចជាអ្នកកាត់បន្ថយគម្លាតរវាងពួកយើងជាមួយនឹងជនដែលមានពិការភាពហើយពួកយើងមកជាមួយគ្នាដើម្បីបង្កើតជាបរិយាបន្នពិការភាពនៅក្នុងសង្គម